កំណត់ត្រារត់ចម្ងាយ100ម៉ែត្ររបស់ជាងខ្លាំង Usain Bolt ត្រូវបានបំបែកហើយតែមិនមែនជាមនុស្សអ្នកបំបែកទេរ៉ូបូតរាងកាយដូចមនុស្ស Humanoid Robot មានឈ្មោះថា Lightning បានរត់ប្រណាំងប្រជែងចម្ងាយ100ម៉ែត្រដោយប្រើរយៈពេលត្រឹមតែ 9.32 វិនាទីប៉ុណ្ណោះថេរវេលានេះបានបំបែកកំណត់ត្រាពិភពលោករបស់មនុស្សដែលបង្កើតឡើងដោយវីរបុរសរត់ប្រណាំង Usain Bolt ដែលប្រើពេល 9.58 វិនាទីកាលពី17ឆ្នាំមុននៅទីក្រុងបែកឡាំងប្រទេសអាល្លឺម៉ង់ Robot Lightning ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីរបស់ចិន Honor នៅក្នុងការសាកល្បងសមត្ថភាពក្នុងព្រឹត្តិការណ៍ Robot ពិភពលោកលើកទី2 World Humanoid Robot Games Robot នេះអាចនឹងបង្កើនល្បឿនអតិបរមារហូតដល់ 14.5 ម៉ែត្រក្នុង1វិនាទីនេះមិនមែនជាលើកទី1ទេដែល Lightning បានបង្ហាញសមត្ថភាពដ៏អស្ចារ្យពលគឺកាលពីខែមេសាកន្លងទៅRobot នេះធ្លាប់ឈ្នះការរត់ពាក់កណ្ដាលម៉ារ៉ាតុង Beijing Half Marathon ដែលមានចម្ងាយជាង20គីឡូម៉ែត្រដោយប្រើពេលត្រឹមតែ51នាទី26វិនាទីប៉ុណ្ណោះដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតលើកនេះក្រុមការងារផលិត Robot នេះបានកែសម្រួលនិងពង្រីកប្រវែងជើងរបស់វាបន្ថែម10សង់ទីម៉ែត្រពីមុនប្រមាណ94សង់ទីម៉ែត្រដែលធ្វើឲ្យមនុស្សយន្តនេះប្រើពេលតិចជាងមុនដើម្បីរត់ដល់គោលដៅព្រឹត្តិការណ៍កីឡារបូតពិភពលោកលើកទី2នេះធ្វើឡើងរយៈពេល5ថ្ងៃនៅកីឡដ្ឋាន Nation Speed Skating Oval ក្នុងទីក្រុងប៉េកាំងដែលមានការចូលរួមពីរបូតជាង 2000 គ្រឿងមកពី16ប្រទេសចូលរួមប្រកួតប្រជែងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា Robot Humanoid នេះស្ដែងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញឧស្សាហកម្មស្វ័យប្រវត្តិកម្មនិងបញ្ញានិម្មិត AI ដើម្បីយកទៅប្រកួតប្រជែងជាមួយមហាអំណាចបច្ចេកវិទ្យាជាពិសេសសហរដ្ឋអាមេរិកAMS Sport ដើម្បីកីឡា